ប្រិមត្តទស្សនិកជនជាទីមេត្រីមកដល់ពេលនេះក្រសួងធម្មការនិងសាសនាបានបង្ហាញអំពីកំណត់ហេតុដែលបរិះម្នាក់តាំងខ្លួនជាអ៊ីសីបាននៅជើងភ្នំត្បែងខេត្តព្រះវិហារដែលតារាចម្រៀងមាសសុកសុភាធ្លាប់ឧបត្ថម្ភលុយរាប់ម៉ឺនដុល្លារនោះភ្នំពេញក្រសួងធម្មការនិងសាសនាបានបង្ហាញកំណត់ហេតុមួយដែលបានដោះស្រាយកាលពីអំឡុងខែមីនាឆ្នាំ2025កន្លងទៅពាក់ព័ន្ធជាមួយបុគ្គលដែលមានឈ្មោះថាហនភាដែលបានតាំងខ្លួនជាឥសីគ្រងសានសង់អាស្រមដែលមានឈ្មោះថាវងចក្រាយុទ្ធនៅជើងភ្នំត្បែងស្ថិតនៅក្នុងភូមិក្រាំងដូងឃុំព្រះឃ្លាំងស្រុកត្បែងមានជ័យខេត្តព្រះវិហារកំណត់ហេតុដែលបណ្ដាញសង្គម Press News នៅថ្ងៃទី12ខែឧសភាឆ្នាំ2025នេះក្រោយផ្ទុះរឿងឡើងវិញនៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធនឹងការញុះញង់ប្រជាពលរដ្ឋឲ្យជឿជំនឿបាទដែលមិនសមហេតុផលអំពីបាទបុគ្គលដែលមានឈ្មោះថាហនភាដើម្បីទទួលបាននៅបាទលៀបសក្ការៈអ្វីមួយពិសេសពាក់ព័ន្ធជាមួយនឹងតារាចម្រៀងល្បីឈ្មោះអ្នកនាងមាសសុកសុភាផ្អែកតាមកំណត់ហេតុដែលបានជជែកដោះស្រាយគ្នាក្រោមព្រះវត្តបាទមានសម្ដេចព្រះបាទព្រំរតនមុនីពិនសែមសមាជិកថេរសុភានៃព្រះពុទ្ធសាសនាកម្ពុជានិងមានការចូលរួមពីសំណាក់លោកចៃបរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាព្រមទាំងថ្នាក់ដឹកនាំខេត្តអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀតបានសម្រេចឲ្យបុគ្គលឈ្មោះថាហនភាបាទលុបនៅវីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនានាលោកហ៊ូតគៀប្រធានមន្ត្រីធម្មការនិងសាសនាខេត្តព្រះវិហារបានអះអាងថាករណីបុគ្គលឈ្មោះថាហនភាបានតាំងខ្លួនជាឥសីនៅជើងភ្នំត្បែងគឺក្រសួងនិងស្ថាប័នពាក់ព័ន្ធធ្លាប់បានកោះហៅមកធ្វើកិច្ចសន្យារួចមកហើយពិសេសការធ្វើសកម្មភាពនានាដែលនាំឲ្យមានការយល់ច្រឡំពាក់ព័ន្ធជំនឿសាសនាក្នុងចេតនាដើម្បីកេងចំណេញលើផលប្រយោជន៍អ្វីមួយលោកបានគូសបញ្ជាក់ថាបុគ្គលហនភាមានគម្រោងបង្កើតអាស្រមវងចក្រាយុទ្ធដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលវិបស្សនាបាទបងប្អូនវិបស្សនានោះបានន័យថាការតាំងសិលតាំងសមាធិណាបាទតែមិនទាន់មានបឋវិកាគ្រប់គ្រាន់ហើយពេលនេះបាទគ្រាន់តែធ្វើតូបស្នាក់នៅបណ្ដោះអាសន្នតែប៉ុណ្ណោះយោងតាមការសួរនាំកន្លងទៅតារាចម្រៀងមាសសុកសុភាបានឧបត្ថម្ភថវិកាខ្ទង់$1,000,000ទៅកាន់បុគ្គលនេះដើម្បីទិញដីប្រមាណ5ហិកតានៅជើងភ្នំត្បែងសូមជម្រាបជូនថាដើមហេតុដែលនាំឲ្យរឿងរ៉ាវនេះផ្ទុះឡើងវិញក្រោយតារាចម្រៀងមាសសុកសុភារៀបរាប់នៅលើបណ្ដាញសង្គមចំពោះអ្វីដែលខ្លួនបានជឿជាក់លើបុគ្គលឈ្មោះហនភាដែលតាំងខ្លួនឯងនឹងជាឥសីការជឿលង់របស់តារាចម្រៀងល្បីឈ្មោះរូបនេះដោយសារតែនាងធ្លាប់មានវិបត្តិផ្លូវចិត្តហើយបុគ្គលតាំងខ្លួនជាឥសីគឺជាអ្នកជួយបាក់ផ្សះផ្សាព្យាបាលជំងឺផ្លូវចិត្តរបស់នាងតាមការរៀបរាប់នៅលើបណ្ដាញសង្គមតារាចម្រៀងមាសសុកសុភាបានឧបត្ថម្ភថវិការហូតទៅដល់$20,000ឯណោះទៅកាន់លោកតាឥសីបាទវ័យកណ្ដាលរូបនេះជំនឿរបស់តារាចម្រៀងល្បីរូបនេះបានធ្វើឲ្យនាងមានបញ្ហាជាមួយក្រុមគ្រួសារពិសេសស្វាមីរបស់នាងរហូតលែងលះបាទក្រោមហេតុផលថាស្វាមីមិនយល់ចិត្តនាងហើយមិនអាចជួយដោះស្រាយបញ្ហាអ្វីបានខុសពីឥសីហនភាដែលតែងតែជួយដោះស្រាយបញ្ហាបាទបងប្អូនប្រិមិត្តជាទីមេត្រីពាក់ព័ន្ធទៅនឹងអត្ថបទនេះក៏ត្រូវបានបញ្ចប់រាល់ការអធិប្បាយទៅមានលឺលុះខ្វះខាតមិនសមប្រការណាមួយបាទក៏សូមខន្តីអភ័យទោសបាទសូមអរគុណសូមជម្រាបលា